បាទអញ្ចឹងនៅលើវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបាទពីរបៀបក្នុងការបាទដំឡើងខ្មែរ Unicode Typing អញ្ចឹងដោយសារខ្ញុំមានUnicode បាទខ្មែរ Unicode Typing នេះហើយអញ្ចឹងខ្ញុំសូមទៅលុបវាសិនបាទអញ្ចឹងដើម្បីលុបនៅក្នុងការលុបកម្មវិធីអត់ខុសគ្នាទេកម្មវិធីអីក៏យើងត្រូវចូលទៅក្នុងកន្លែងបាទ program file ហ្នឹងបាទអញ្ចឹងយើងចូលទៅក្នុង control panel នេះមកបាទអញ្ចឹងនៅពេលដែលយើងចូលដល់ control panel បាទយើងរកមើលពាក្យថា program and feature ណាបាទចុចលើវាមកអញ្ចឹងបន្ទាប់មកវានឹងបាទបង្ហាញរាល់កម្មវិធីដែលយើងបានធ្វើការដំឡើងនៅក្នុងបាទ computer របស់យើងហ្នឹងបាទកម្មវិធីបើសិនជាយើងចង់លុបកម្មវិធីណាមួយយើងមាននៅក្នុងហ្នឹងមានអញ្ចឹងខ្ញុំទៅរកមើល Unicode Typing ណាបាទ so you ខ្មែរ Unicode Typing បាទនេះនៅត្រង់នេះអញ្ចឹងយើងចុចនៅលើ My Unicode Typing ទៅបាទហើយយើងយកវាថា install អញ្ចឹងនេះតកតងមួយការលុបអញ្ចឹងនៅពេលដែលយើងលុបហើយនេះវាពេញអញ្ចឹងវានឹងបាត់បាទកម្មវិធីខ្មែរ Unicode ហ្នឹងឯងតើឥឡូវខ្ញុំនឹងបង្ហាញតកតងជាមួយនឹងការដំឡើងវិញអញ្ចឹងជំហានដំបូងយើងត្រូវមាន file របស់បាទខ្មែរ Unicode ហ្នឹងអញ្ចឹងដោយសារខ្ញុំមានបើសិនជាអ្នកទាំងអស់គ្នាចង់បានបាទអាចតាក់ទងមកខ្ញុំបានតាម Telegram ខ្ញុំនឹងដាក់ link នៅខាង description វីដេអូរបស់ខ្ញុំហើយបើសិនជាអ្នកទាំងអស់គ្នានេះអាចចូលទៅក្នុង Google សួររកក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំបើករកវាសិនបាទ software តែអញ្ចឹងដោយសារនៅក្នុងនេះខ្ញុំមានជា file បាទ Unicode បាទខ្មែរ Unicode Typing របស់យើងហ្នឹងបាទ file វាគឺ exe ណាហើយទំហំរបស់វាគឺបាទតែបាទ550 KB ទេបាទអញ្ចឹងយើងមកស្ដាំលើកម្មវិធីនឹងមកបាទបន្តមកទៀតនៅពេលដែលយើងមកស្ដាំទៅវានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាយកពាក្យថា run as បាទ administrator ណាបាទអញ្ចឹងចុចលើហ្នឹងមកអញ្ចឹងកន្លែងនេះយើងយក yes ណាបាទហើយបញ្ជាក់បន្តិចដែរសម្រាប់បាទ computer មួយចំនួនគឺវាត្រូវការទាមទារ download net frame ណាអញ្ចឹងបើសិនជា computer អ្នកទាំងអស់គ្នាត្រូវការ download អាហ្នឹងអ្នកទាំងអស់គ្នាត្រូវការ connect ជាមួយ internet ទៅវានឹងធ្វើការ download automatic ណាបាទអញ្ចឹងនៅពេលនេះវាពេញហើយអញ្ចឹងយើងគ្រាន់តែ finish មកអញ្ចឹងវានឹងធ្វើការបើកបាទហើយអានេះវាអាច error បន្តិចដែរណាបាទយើងមិនបាច់នេះទេយើងយក continue ក៏បានដែរអញ្ចឹងយើងអាចស្វែងវាចោលមួយទៅអញ្ចឹងយើងមើលនៅខាងលើនេះបាទអញ្ចឹងយើងមើលនៅកន្លែងនេះយើងមើលទៅកន្លែងនេះយើងមានភាសាបាទមានពុម្ពអក្សរមានអីហ្នឹងបាទពីកែសម្រួលបាទឯកសាររបស់យើងណាបាទអញ្ចឹងយើងអាចមើលតម្រងអ្នកប្រើមកវាបង្ហាញឲ្យយើងត្រូវវិញអញ្ចឹងយើងចង់ដាក់ឈ្មោះរបស់យើងក៏បានដែរនៅកន្លែងនេះបាទអញ្ចឹងនៅកន្លែងនេះយើងអាចដាក់ឈ្មោះរបស់យើងក៏បានដែរយើងវាយឈ្មោះយើងចូលទៅក៏បានឬក៏យើងអត់ទេយើងយកឈ្មោះគេក៏បានដែរហើយសូមបញ្ជាក់ថានៅពេលដែលយើងធ្វើការវាយសម្រាប់ខ្មែរ Unicode Typing នេះគឺវាទាមទារឲ្យយើងវាយតតែចប់គ្រប់នីតិរបស់វាបានវាឲ្យយើងទៅមុខបើសិនយើងវាយអត់គ្រប់ទេវាអត់ឲ្យយើងទៅមុខទេសម្រាប់ Unicode Typing ណាបាទអញ្ចឹងហើយមួយទៀតតកតងជាមួយនឹងការប្រើប្រាស់នេះគឺវាមានបង្ហាញដៃរបស់យើងគឺនៅខាងនេះបាទហើយអក្សរយើងនៅខាងនេះហើយការតរៀបគឺអត់ខុសពីអង់គ្លេសទេបាទន័យថា key របស់យើងគឺនៅអក្សរ F បាទ D S A បាទខាងនេះគឺ J K បាទ L ហើយនឹងបាទសញ្ញា semicolon ណាបាទអញ្ចឹងគឺដូចគ្នាឡើងលើចុះក្រោមគឺយើងប្រើដូចអង់គ្លេសអញ្ចឹងហើយសំខាន់យើងមើលដៃពីលើនេះបាទហ្នឹងហើយអរគុណនៅលើវីដេអូនេះមានប៉ុណ្ណឹងហើយបើសិនជាចង់ខ្ញុំធ្វើការ record បាទតើតងជាមួយនឹងការវាយទៀតក៏ចាំខ្ញុំបង្ហាញឲ្យមើលទៀតអ្នកនរគ្នាអាចធ្វើការ comment នៅខាងក្រោមវីដេអូទៅខ្ញុំនឹងធ្វើការ record ជូនណាបាទអញ្ចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ